ផ្លែក៏ល្អសបកសាច់ផ្លែថ្លាហើយផ្លែទាំងចកោមកគេទៅភ្លៀងខូចយើងប្រើជីម៉ុនគក់សរីរាង្គនេះអត់ទាន់មានខូចអីណាជីម៉ុនគក់នេះនឹងទទួលបានលទ្ធផលល្អហើយនឹងបងប្អូនជិតខាងនឹងមើលគំរូហើយចន្ទទីក្រុមហ៊ុនសានតាណាឆ្នាំនេះផ្លែដកកឲ្យប្រើជីម៉ុនគក់ខ្ញុំឈ្មោះជេវិរៈតួនាទីនៅចការក្រុមហ៊ុនសានតាណានេះខ្ញុំជាអ្នកគ្រប់គ្រងទូទៅបាទអញ្ចឹងហើយទំហំចការចន្ទទីរបស់យើងនេះសរុបទាំង2ទាំង3កន្លែងហ្នឹងវាចូល1000ហិកតាជាងហើយព្រោះទាំងអស់វាមាន3កន្លែងទីតាំងរបស់ចការយើងដែលយើងកំពុងឈរនេះនៅក្នុងភូមិជីអោកឃុំរុំមនីស្រុករវៀងខេត្តព្រះវិហារប៉ុន្តែ2កន្លែងទៀតនៅក្នុងខេត្តព្រះវិហារដែរតែមួយនៅស្រុកចំខ្សានមួយទៀតនៅក្នុងស្រុករវៀងនឹងដែរតែឆ្ងាយពីគ្នាប្រហែលជា11គីឡូតាមការពិតខ្ញុំសាកល្បងនេះដំបងប៉ុន្តែឃើញការសាកល្បងនេះឃើញផ្លែបាទជាក់ដែងឃើញកាមេរ៉ាចាប់បានហើយគឺផ្លែទាំងចកោមហ្មងគឺជីម៉ុនគក់នេះគឺទាំងជីទឹកបាញ់ទាំងជីដាក់គល់អញ្ចឹងយើងឃើញជាក់ដែងកាមេរ៉ាគឺដាក់ទៅឃើញផ្លែស្អាតហើយចកោមធំប៉ុន្តែយើងអត់បានទទួលផលទេប៉ុន្តែពេលនេះឃើញទុំមួយហើយអញ្ចឹងបានន័យថាជីម៉ុនគក់ហ្នឹងខ្ញុំគិតថាជោគជ័យហើយក្រុមហ៊ុនយើងឆ្នាំនេះលទ្ធផលនឹងទទួលបានលទ្ធផលពិសេសហ្មងជីប្រើលើចន្ទទីយើងចាប់ផ្ដើមប្រើពីខែ7មកបាទហើយយើងបាញ់មានវល់វារហូតមកដល់ឥឡូវនេះយើងចូលខែ3ហើយដល់ចន្ទទីចាប់ផ្ដើមទុំមួយហើយអញ្ចឹងខ្ញុំសម្គាល់ឃើញអ្នកចន្ទទីអ្នកចិត្តខាងហើយនឹងយើងប្រើជីម៉ុនគក់នេះគឺចន្ទទីយើងលើហើយឆ្នាំនេះជីម៉ុនគក់នេះជាជីសរីរាង្គអញ្ចឹងបើគ្រាន់តែជីសរីរាង្គមួយមុខយើងប្រើពាក្យថាជីសរីរាង្គមួយមុខចន្ទទីយើងលក់បានថ្លៃជាងគេបាទអាហ្នឹងហើយទី2ទៀតបើយើងបានទទួលផលល្អជាងគេយើងបានតម្លៃឡើងឌុបទ្វេដងទី1ជីសរីរាង្គទី2ចន្ទទីយើងល្អហើយបានផលចន្ទទីយើងនេះផ្លែល្អផ្លែថ្លាផ្លែទាំងចកោមហើយចាប់ផ្ដើមទុំមេហើយអញ្ចឹងខ្ញុំគិតថាដូចខ្ញុំនិយាយខាងដើមអញ្ចឹងជីម៉ុនគក់នេះនឹងទទួលបានលទ្ធផលល្អហើយនឹងបងប្អូនជិតខាងនឹងមើលគំរូហើយចន្ទទីក្រុមហ៊ុនសានតាណាឆ្នាំនេះផ្លែដកកឲ្យប្រើជីម៉ុនគក់កណ្ដឹងពណ៌ក្រហមហើយដល់2សប្តាហ៍យើងដូរទៅពណ៌ខៀវហ្នឹងកន្លែងទីតាំងហ្នឹងយើងឃើញតា50កណ្ដឹងខ្ញុំមើលទៅឃើញមុខតែដូចរៀងស្បើយជាងមុនហើយកន្លែងដែលបាញ់ថ្នាំឃើញនៅមុខតែវាមិនអស់ទាំងត្រង់ទេប៉ុន្តែឃើញកាត់បន្ថយប្រហែលក្នុង70ទៅ80%ហើយអញ្ចឹងខ្ញុំគិតថាអាកណ្ដឹងហ្នឹងក៏ជោគជ័យដែរខ្ញុំគិតអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅអ្នកចការចន្ទទីទាំងអស់បាទឆ្នាំនេះខ្ញុំមិនទាន់បានប្រមូលផលដល់ 100% ទេប៉ុន្តែតាមការសម្គាល់ឃើញថាផ្លែចន្ទទីនិងសុខភាពចន្ទទីប្រើជីម៉ុនគក់នេះយើងនឹងជោគជ័យហើយឆ្នាំនេះបាទព្រោះវាប្លែកពីចន្ទទីគេចិត្តយើងបាទផ្លែក៏ល្អសបកសាច់ផ្លែថ្លាហើយផ្លែទាំងចកោមមកគេទៅភ្លៀងខូចយើងប្រើជីម៉ុនគក់សរីរាង្គនេះអត់ទាន់មានខូចអីណាបាទផ្លែយើងនៅទាំងចកោមហ្នឹងចង់បញ្ជាក់អញ្ចឹង